input គឺបើអ្វីដែលយើងចាប់ពី keyboard ទៅហ្នឹងណាបាទយើងសិតតែយើងរៀនហើយទេបាទយើងគាត់ដូចជាការរំលឹកទេអានេះបាទតោះគេ input input បើសួរទៅកាន់ user បាទយើង input host the program and wait for the user type ចឹងមានន័យថាយើងប្រើ input ហ្នឹងបើយើងរងចាំដល់ថាអីគេបាទ user បាទ user អីគេ user បាទ input អីពី keyboard ទៅប៉ុណ្ណឹងក៏បាទដែរនិយាយចង់ចេញតោះឥឡូវថា input was in អញ្ចឹងយើងដើម្បីបង្កើត input បានយើងគ្រាន់តែមាននៅគេហៅថា variable ហ្នឹងដាក់ថា key បាទ key declare key បាទ keyboard input យើងឲ្យគេ enter គេបាទ enter អីក៏ enter ដែរបាទអញ្ចឹង enter something បាទ enter something បាទអញ្ចឹងបាទនេះយើងគ្រាន់យកថាអីទៅ input ដល់ពេល output យើងprint អានចេញមកវិញមកបាទយ៉ាងនេះយើង input សិនបាទក្រាំងមកបាទចេះហ្នឹង enter something បាទ enter គេ enter something បាទ enter 51បាទអញ្ចឹងគឺ enter ទៅ break ហើយយើងអាហ្នឹងបាទអញ្ចឹងយើងយកចេញបាទ enter គេបាទ enter something បាទអញ្ចឹង user គេ await ឲ្យ user typing បើអញ្ចឹងដល់ពេលយើងចង់ចាប់អ្វីដែល user typing មកយើងចង់ចាប់ថាគាត់ typing គេយើងអាចបាទ print មក print នេះគេyour intro ចឹងយើងបោះ keyboard មកចាប់នៅ variable ហ្នឹងមកវានឹងសូអ្វីដែល user បាន input បាទណាតា input hello អញ្ចឹងវានឹងគេ hello បាទនេះឃើញអត់វាចាប់បង្ហាញមកយើងវិញអញ្ចឹងហ្នឹងអីស្រួលទេសារយើងបាននិយាយយើងវិញ